សួស្តីអ្នកទាំងអស់គ្នាចង់និយាយថាឥឡូវសេដ្ឋកិច្ចពិតជាតឹងតែង admin ក៏ក្រលុយហើយដែរដូច្នោះសម្រាប់ចិត្តថាព្រីនឲ្យលក់ប៉ុន្តែខ្ញុំមិនទាន់ហ៊ានព្រីននោះទេព្រោះមិនធានាថានឹងលក់បាននេះគឺជាគម្រោងអាដែលខ្ញុំនឹងព្រីនចេញមកហើយខ្ញុំលក់តែ10អានោះទេមិនលើសឡើយបើនរណាគេចាប់អារម្មណ៍អាច inbox ចូល page មួយនេះបានណាអរគុណច្រើនភាគទី9ជប់នេះសៀវហងនៅតែលួចធ្វើការថែមម៉ោងប៉ៅស៊ូក៏បានរំលឹកគេថាការងារហ្គេមពួកគេធ្វើដើម្បីឧទាហរណ៍ឲ្យបាក់មួយនេះយល់ម៉ាយ៉ាងបានលួចនៅកន្លែងធ្វើការដើម្បីចង់ដឹងថាសៀវហងមាននៅទីនេះធ្វើការថែមម៉ោងអត់ពេលទូប្រុសកំពុងរៀនសៀវហងក៏បានផ្ញើរបាយការណ៍មកឲ្យគេបៃឈាមពិតជាធុញមិនក៏បុគ្គលិកទាំងអស់នេះឧស្សាហ៍ម្លេះខ្ជិលខ្លះទៅអត់ព្រមម៉ាយ៉ាងក៏បានយករឿងសៀវហងធ្វើការថែមម៉ោងរយយប់នៅកន្លែងធ្វើការប្រាប់ទៅទូប្រុសទូប្រុសលឺហើយពិតជាខឹងក៏ចង់ទៅក្រុមហ៊ុនដើម្បីកម្ចាត់សៀវហងភ្លាមម៉ាយ៉ានិយាយថាមើលខាងក្រៅសៀវហងពិតជាត្រឹមត្រូវប៉ុន្តែពេលយប់បែរជាលួចនៅក្រុមហ៊ុនដើម្បីលេងហ្គេមឮថាលេងហ្គេមទូប្រុសក៏បានបកក្បាលត្រឡប់ទៅវិញក្រៅពេលអានរបាយការណ៍របស់សៀវហងហើយគេក៏បានយកព្រមពេលថាសៀវហងលេងហ្គេមគឺដើម្បីបង្កើតជាងហ្គេមមួយយ៉ាងអស្ចារ្យក្រៅពេលបានទូប្រុសយកព្រមចំពោះឯកសារដែលគេបានផ្ញើទៅអ្នកទាំងអស់គ្នាក៏បានខំប្រឹងធ្វើការយ៉ាងយកចិត្តទុកដាក់ព្រោះពួកគេគិតថាទូប្រុសជឿជាក់លើពួកគេ100%ព្រោះពួកគេកំពុងតែលេងហ្គេមនោះទេឆក់យកឱកាសមួយនេះពេលឈាននឹងរកវិធីដើម្បីចំណាយលុយលើបុគ្គលិកទាំងអស់នោះឲ្យបានច្រើនបំផុតគេចង់ឲ្យម៉ាយ៉ាងទៅខ្លំមើលតើបុគ្គលិកមួយណាថែមម៉ោងប៉ុន្មានទូប្រុសនឹងឲ្យប្រាក់ថែមម៉ោងទៅពួកគេទាំងអស់ម៉ាយ៉ាងបានហូរទឹកភ្នែកគូរំភើបគេបានសរសើរទូប្រុសយើងគឺជាមនុស្សប្រុសយ៉ាងពិតប្រាកដថ្ងៃស្អែកសៀវហងបានយករបាយការណ៍ហ្គេមឲ្យទូប្រុសមើលប៉ុន្តែវាកោដូចជាភ្នំយ៉ាងច្រើនជាងមេរៀននៅសាលាទៀតទូប្រុសក៏បាក់សិតឲ្យសៀវហងសម្រាប់ចិត្តរឿងទាំងអស់នេះស្ទើរតែមិនជឿចូលភ្នែករបស់ខ្លួនព្រោះវាពិតជាក្បាច់ក្បោហើយច្រើនមុខម៉ាយ៉ាងក៏បានប្រកាសថាចាប់ពីថ្ងៃនេះតទៅក្រុមហ៊ុននឹងប៉ាអាហារពេលថ្ងៃឲ្យអ្នកទាំងអស់គ្នាបើញ៉ាំច្រើនខ្លាចឡើងសៀវហងក៏បាននិយាយជាមួយលីងវ៉ាន់ថាលើលោកនេះមិនក៏អាចមានលោកសកាយចិត្តល្អបែបនេះទៅឧបករណ៍ប្រើប្រាស់ជាមួយគ្រឿងម្ហូបអាហារគ្រប់គ្រាន់មិនធ្វើបែបនេះដើម្បីឲ្យអ្នកទាំងអស់គ្នាយកចិត្តទុកដាក់ធ្វើការមិនតែប៉ុណ្ណោះមិនឲ្យអ្នកទាំងអស់គ្នាថែមម៉ោងគឺបារម្ភពីសុខភាពរបស់អ្នកទាំងអស់គ្នាហើយក្រៅពេលយកពីទឹកចិត្តរបស់ទូប្រុសហើយសៀវហងសម្រេចចិត្តថាព្រឹកកំពុងនិយាយគ្នាលុយក៏បានលោតចូលកង់របស់ពួកគេគឺជាលុយថែមម៉ោងលីងវ៉ាន់ក៏បានទៅជួបទូប្រុសដើម្បីសួរទូប្រុសក៏បានបកស្រាយថាត្រូវហើយក្រុមហ៊ុនមិនហាមឲ្យអ្នកទាំងអស់គ្នាថែមម៉ោងទៀតនោះទេមិនតែប៉ុណ្ណោះថែមម៉ោងនឹងទទួលបានប្រាក់ច្រើនជាងមួយកន្លះទៀតលីងវ៉ាន់បានតំណាងឲ្យបុគ្គលិកអស់គ្នាដើម្បីមកសុំសងលុយទៅកាន់ទូប្រុសវិញប៉ុន្តែទូប្រុសមិនព្រមទទួលហើយឲ្យពួកគេខំប្រឹងថែមម៉ោងទៅទូប្រុសនឹងគិតលុយឲ្យទាំងអស់ពេលឈៀងគិតក្នុងចិត្តថាបុគ្គលិកទាំងអស់នេះក៏បានមានបញ្ហាមិនមែនអាចថែមលុយឲ្យហើយនៅប្រកាន់ច្រើនទៀតពេលឈៀងបាននិយាយបញ្ចុះបញ្ចូលថានរណាគេក៏ស័ក្តិសមដើម្បីទទួលបានលុយថែមដែរនោះក៏ជាទឹកចិត្តរបស់ទូប្រុសពេលនេះពិតជាសង្ហាធ្វើឲ្យលីងវ៉ាន់ពិតជាអៀនយ៉ាងខ្លាំងដូច្នោះនាងបានរត់ចេញទៅក្រៅប្រាប់អ្នកទាំងអស់គ្នាថាទូប្រុសមិនព្រមយកលុយវិញអ្នកទាំងអស់គ្នាបានហូរទឹកភ្នែករំភើបព្រោះស្ទើរតែមិនជឿថាលើលោកនេះនៅមានមេល្អបែបនេះទៀតខាងក្នុងពេជ្រឈាមពិតជាព្រួយព្រោះចាយលុយបានតិចពេកខាងក្រៅប៉ៅស៊ូនិយាយថាទូប្រុសគឺជាអ្នកដែលមានកំណត់គិតគូរវែងឆ្ងាយព្រោះគេជឿជាក់ទៅលើបុគ្គលិកទាំងអស់គ្នាឬពីមួយម៉ាត់នេះហើយអ្នកទាំងអស់គ្នាកាន់តែមានទឹកចិត្តខំប្រឹងធ្វើការជាងមុនទៀតពេជ្រឈានក៏បានហៅប៉ៅស៊ូចូលទៅក្នុងសួរថាមិននៅពេលបង្កើតហ្គេមប្រើធនធានតិចម៉េះពេជ្រឈានក៏បានរំលឹកម្ដងទៀតគេចង់បង្កើតជាហ្គេមដ៏អស្ចារ្យមួយឲ្យគ្មានកំហុសប៉ៅស៊ូក៏បានយល់ដូច្នោះគេនិយាយជាមួយទូប្រុសថាមិនចង់ជួលម៉ាស៊ីនមេរបស់ក្រុមហ៊ុនដទៃគេចង់ទិញម៉ាស៊ីនមេមកដាក់នៅក្នុងក្រុមហ៊ុនយើងហ្មងប៉ុន្តែគិតទៅគិតមកលុយរបស់ទូប្រុសសល់មិនគ្រប់នោះទេដើម្បីទិញម៉ាស៊ីនមេមួយពេលឈៀនក៏បាននិយាយថាចាំពេលដែលបង្កើតហ្គេមចេញហើយចាំទិញម៉ាស៊ីនមេក្រោយក៏វាមិនអីដែរអ្វីដែលសំខាន់ជាងគេគឺធនធានក្នុងហ្គេមត្រូវការលុយប៉ុន្មានគឺប្រាប់មកទូប្រុសនឹងឲ្យទាំងអស់ចុងក្រោយប៉ៅឈៀនក៏បានយល់អំពីកំណត់របស់ទូប្រុសនៅខាងនេះវិញលោកតកែលីមានឧបាយកលមួយសម្រាប់ទៅលើបុគ្គលិករបស់ក្រុមហ៊ុនទូប្រុសបុគ្គលិកនីមួយៗក៏បានមករកប៉ៅស៊ូសួរអំពីបញ្ហានៅក្នុងផែនការទាំងអស់ត្រូវអ្នកទាំងអស់គ្នាឡោមព័ទ្ធសួរដូច្នោះប៉ៅស៊ូពិតជាឈឺក្បាលគេមិនអាចឆ្លើយបានសំណួរសូម្បីតែមួយប៉ុន្តែសៀវហងបានបង្ហាញមុខទាស់ដើម្បីជួយប៉ៅស៊ូគេឆ្លើយគ្រប់ចម្ងល់របស់អ្នកទាំងអស់គ្នាមិនតែប៉ុណ្ណោះគេនៅចេញបញ្ជាឲ្យអ្នកទាំងអស់គ្នាធ្វើការយ៉ាងល្អទៀតមួយខែរបស់គេវិញគ្រាន់តែលើប៉ុណ្ណឹងទូប្រុសក៏បានចោលម៉ោងរៀនរត់ទៅកាន់ក្រុមហ៊ុនភ្លាមភាគទី10ពេលទៅដល់ក្រុមហ៊ុនក្រៅពីម៉ាយ៉ាងទូប្រុសមិនឃើញបុគ្គលិកសូម្បីតែមួយនាក់ប៉ុន្តែប៉ុណ្ណោះកន្លែងនេះពិតជារញ៉េរញ៉ៃហើយការរបស់ប៉ៅស៊ូនៅក្នុងធុងសម្រាមទៀតពេលឈាមបាននឹកឃើញដល់ទស្សនវិជ្ជារបស់អ្នកទាំងអស់គ្នាបានកង្វត់ឯកសារចោលម៉ាយ៉ាងក៏បាននិយាយថាពួកគេអាចចាប់ផ្ដើមសារថ្មីបានកុំខ្វល់ពីពលល្មើសគុណទាំងអស់នឹងអីប៉ុន្តែពេលវេលានៅសល់មិនដល់មួយខែទៀតនោះទេគឺគ្រប់90ថ្ងៃដើម្បីបញ្ចេញហ្គេមហើយប្រសិនបើធ្វើហ្គេមមិនទាន់ទូប្រុសនឹងត្រូវប្រព័ន្ធផាកវិន័យកំពុងឈឺក្បាលទូប្រុសក៏បានឮសំឡេងរបស់សៀវហងនៅក្រៅខ្នងហើយបុគ្គលិកទាំងអស់គ្នាក៏នៅទីនេះដែរពេលឈានក៏បានសួរអ្នកទាំងអស់គ្នាមិនចាក់ចេញទេឬពួកគេក៏ពិតជាឆ្ងល់មិនទាន់ដល់ម៉ោងចេញទៅផ្ទះផងមិនក៏ទូប្រុសសួរបែបនេះម៉ាយ៉ាងក៏បាននិយាយថាក្រែងក្រុមហ៊ុនធានហោអូអ្នកទាំងអស់គ្នាទៅហើយតាចំណុចកាស៊ីនក៏បានបកស្រាយថាក្រុមហ៊ុនធានហោពិតជាតាក់ទងមកពួកគេមែនប៉ុន្តែពួកគេបានបដិសេធទាំងអស់គ្នាម៉ាយ៉ាងក៏ឆ្ងល់ដែរធានហោឲ្យលុយខ្ពស់ខ្លាំងណាស់មិនក៏អ្នកទាំងអស់គ្នាបោះបង់ចោលដើម្បីក្រុមហ៊ុនរបស់ទូប្រុសអ្នកទាំងអស់គ្នានិយាយថានៅទីនេះពួកគេចូលចិត្តជាងធ្វើការនៅទីនេះមិនត្រូវបង្ខំអ្វីទាំងអស់បុគ្គលិកនីមួយៗជាមួយនឹងមេរបស់ខ្លួនពិតជាស្និទ្ធស្នាលយ៉ាងខ្លាំងចំណែកកន្លែងនេះវិញមិនពួកគេតែហ្គេមបានសម្រេចសប្បាយចិត្តពេកដូច្នោះក៏រៀងបំផ្លាញបន្តិចហើយនាំគ្នាទៅបន្ទប់ប្រជុំដើម្បីមើលហ្គេមដូច្នោះមិនទាន់បានរៀបចំប៉ុន្តែអ្វីដែលពេជ្រឈានស្ទើរតែមិនជឿនោះគឺពួកគេបានធ្វើឲ្យការលេងតេស្តហ្គេម
ពួកគេក៏បាននាំបេឈៀនចូលក្នុងបន្ទប់ប្រជុំបើតែហ្គេមទៅតែបានគុណភាពមកខ្ញុំប៉ុន្តែក៏បាច់លេងពិតជាល្អបេឈៀនពិតជាខឹងក្នុងចិត្តមិនក៏បុគ្គលិកទាំងអស់នាំគ្នាធ្វើការលឿនបែបនេះគេត្រូវការពេលវេលាច្រើនបន្តិចដើម្បីចំណាយលុយឲ្យបានច្រើនពេលនោះតួប្រុសក៏នឹកឃើញវិធីមួយនោះគឺ team building ពួកគេនឹងសម្រាប់ធ្វើការប្រមាណថ្ងៃដើម្បីដើរលេងជាមួយគ្នាជំនួយការស៊ីងចូលមកនិយាយថាមានមនុស្សចង់ជួបជាមួយតួប្រុសបរិះម្នាក់ក៏បានសម្រុកចូលមកសៀវហងក៏បានប្រាប់តួប្រុសថានេះគឺជាមនុស្សរបស់ក្រុមហ៊ុនធានហោមកបង្វក់ពួកគេទៅបុគ្គលិកទាំងអស់គ្នាក៏មិនសូវចូលចិត្តបរិះម្នាក់នេះប៉ុន្មានដែរប៉ុន្តែបរិះម្នាក់នេះចង់ចូលធ្វើការឲ្យក្រុមហ៊ុនរបស់តួប្រុសគេបានយករឿងដែលលោកតកែលីលេងពីក្រោយខ្នងតួប្រុសនិយាយប្រាប់ទៅគេទាំងអស់តួប្រុសក៏ដឹងថានេះគឺជាអ្នកមានគុណដែលអាចជួយយើងចាយលុយបានច្រើនហើយប៉ុន្តែគេក៏មិនអាចទទួលយកបរិះម្នាក់នេះបានដែរព្រោះបុគ្គលិកទាំងអស់គ្នាពិតជាមិនចូលចិត្តគាត់នៅកន្លែងហាត់ជីមអ្នកទាំងអស់គ្នាបានពិភាក្សាថាលើកនេះពួកគេនឹងទៅណាតាមលីងវ៉ាន់យល់មនុស្សតួប្រុសយើងមិនដែលគិតរឿងទាំងអស់នេះនោះទេដូច្នោះគាត់នឹងទុកឲ្យពួកគេសម្រេចចិត្តមានកន្លែងមួយលីវ៉ាន់ពិតជាចង់ទៅយ៉ាងខ្លាំងគឺក្រុមហ៊ុនធានហោព្រោះនាងចង់ឲ្យក្រុមហ៊ុននោះដឹងថាតើអ្វីទៅគឺជាមេដឹកនាំរបស់ក្រុមហ៊ុនហ្គេមយ៉ាងពិតប្រាកដមិនដឹងថាបេឈៀនមកតាំងពីពេលណាគេក៏បានយកព្រមចំពោះសំណុំពរនេះរបស់លីងវ៉ាន់ប៉ុន្តែការពិតក្នុងចិត្តរបស់តួប្រុសក៏ចង់ឃើញក្រុមហ៊ុនហ្គេមលេខ1តើវាយ៉ាងណាដែរពេលនោះក្រុមហ៊ុនធានហោនឹងធ្វើឲ្យបុគ្គលិករបស់តួប្រុសធ្លាក់ទឹកចិត្តធ្វើការលីងវ៉ាន់សមាសម័យថាតួប្រុសទៅក្រុមហ៊ុនធានហោដើម្បីស្វែងយល់អំពីនាងប៉ុន្មានថ្ងៃក្រោយមកពួកគេក៏បានទៅញ៉ាំអីនៅភោជនីយដ្ឋានតូចមួយតួប្រុសនិយាយថាដំណើរកំសាន្តមួយនេះអ្នកទាំងអស់គ្នាចង់ចាយអីចាយទៅទុកតែវិការយប័តឲ្យគាត់ជាអ្នកបង់តួប្រុសក៏បានសួរជំនួយការថាលើកនេះគេបានចេញលុយច្រើនណាស់ឲ្យអ្នកទាំងអស់គ្នាដើរលេងមិនក៏ចូលភោជនីយដ្ឋានតូចបែបនេះអញ្ចឹងប៉ុន្តែលីងវ៉ាន់បានប្រាប់ជំនួយការថាតួប្រុសឲ្យចាយតែ150000ក្នុងការដើរលេងមួយនេះប៉ុណ្ណោះតួប្រុសគិតថាប្រហែលជាលីងវ៉ាន់ស្ដាប់ច្រឡំហើយមើលទៅបេឈៀនក៏បានរំលឹកឲ្យម៉ាយ៉ាងថានៅពេលទៅដល់ក្រុមហ៊ុនធានហោត្រូវតែសួរសំណួរឲ្យបានច្រើនឧទាហរណ៍សំណួរដូចជាការពីមុនពួកគេបរាជ័យបែបណាដើម្បីឲ្យតួប្រុសយើងធ្វើតាមខាងនេះមេចាស់របស់លីងវ៉ាន់ដឹងថាក្រុមរបស់តួប្រុសបានមកដូច្នោះក៏ឲ្យមនុស្សចេញទទួលក្រុមហ៊ុនទាំងពីរក៏មិនចង់ហែកមុខគ្នាអំពីរឿងដែលបានកាត់ឡើងលើកមុនដែរពួកគេក៏បានអញ្ជើញក្រុមរបស់បេឈៀនចូលទៅក្នុងនៅខាងក្នុងវិញពិតជាធំហើយទលាយតួប្រុសក៏បានរៀនសូត្រតាមដើម្បីថ្ងៃក្រោយបើកឲ្យកាន់តែធំទៅកាន់តែខាតលុយចុងក្រោយតួប្រុសយើងក៏បានជួបជាមួយលោកជោព្រោះតែមិនបានស្គាល់គ្នាតាំងពីមុនដូច្នោះជំនួយការទៅចេញមុខមកដើម្បីណែនាំពួកគេទាំងពីរនាក់លោកជោមួយនេះវាយតម្លៃខ្ពស់តួប្រុសយើងខ្លាំងណាស់ព្រោះពាក់អាវថ្លៃហើយនៅវ័យក្មេងទៀតមុនពេលនាំបេឈៀនទស្សនកិច្ចលោកជោចង់ឲ្យគេតុក្កតាមួយដែលក្រុមហ៊ុនបានផលិតក្រោយពេលទស្សនកិច្ចហើយបុគ្គលិកទាំងអស់គ្នាក៏បានជួបជាមួយតួប្រុសអ្នកទាំងអស់គ្នានិយាយថាកន្លែងធ្វើការមួយនេះពិតជាអន់ជាងរបស់តួប្រុសទៅទៀតបុគ្គលិកច្រើនប៉ុន្តែទឹកដីពិតជាឆ្អៀតប៉ុន្តែបណ្ដោះកុំព្យូទ័រគឺកម្រិតធម្មតាធ្វើការរៀងអាអ៊ូទៀតចំណែករបស់ញ៉ាំវិញមានតែនំធម្មតាជាមួយទឹកតែប៉ុណ្ណោះមិនបានច្រើនដូចជារបស់តួប្រុសឡើយពាក្យសម្ដីរិះគន់ទាំងអស់នេះត្រូវបានលោកជោស្ដាប់បានទាំងអស់គេពិតជាខឹងពេលបាយខ្លួនមកលោកក៏ប្រទះឃើញលីងវ៉ាន់គាត់ស្ទើរតែមិនជឿនាងបាច់ជាធ្វើការឲ្យក្រុមហ៊ុនរបស់តួប្រុសលោកជោក៏បានបើកទ្វារចេញស្រែកឲ្យបុគ្គលិករបស់ខ្លួនចូលមកដើម្បីប្រជុំពេលប្រជុំម៉ាយ៉ាងក៏បានសួរទៅកាន់លោកជោថាថ្ងៃនេះជាថ្ងៃសៅរ៍មិនក៏មានបុគ្គលិកធ្វើការថែមម៉ោងច្រើនបែបនេះលោកជោនិយាយថាថ្ងៃសៅរ៍ក៏ជាថ្ងៃធ្វើការធម្មតាដែរម៉ាយ៉ាងក៏បន្តនិយាយចុះធ្វើការថែមម៉ោងយកមានបានប្រាក់ខែច្រើនជាងបន្តិចអត់លើសំណួរមួយនេះហើយលោកជោពិតជាគាំងយ៉ាងខ្លាំងក្នុងវិស័យធ្វើហ្គេមធ្វើការថែមម៉ោងមិនដែលបានលុយនោះទេលើប៉ុណ្ណឹងបុគ្គលិករបស់លោកជោពិតជាអស់សង្ឃឹមទោះប្ររំលឹកម៉ាយ៉ាងថាឲ្យសួរសំណួរមិនមែនឲ្យនិយាយចាក់ដោតគេបែបនេះនោះទេឃើញមេរបស់ខ្លួនមិនអាចនិយាយអ្វីបានជំនួយការរបស់លោកជោក៏បានជួយនិយាយនាងណែនាំហ្គេមល្អៗរបស់ធានហោជាច្រើនប៉ុន្តែប៉ុណ្ណោះមកពេលលីងវ៉ាន់លាឈប់ទៅពួកគេអាចធ្វើហ្គេមបានល្អបែបនេះបុគ្គលិកធានហោនៅពេលលើកបែបនេះក៏បាននាំគ្នាសើចយ៉ាងសប្បាយឃើញបុគ្គលិករបស់ខ្លួនត្រូវគេធ្វើបាបតួប្រុសក៏បានជួយនិយាយគេណែនាំនាងគឺជាអ្នកគ្រប់គ្រងជាន់ខ្ពស់ដូច្នោះក៏បានឲ្យនាងឡើងធ្វើបទបង្ហាញរបស់ក្រុមហ៊ុនទាំងដានាងបាននិយាយអំពីចំណុចល្អៗរបស់តួប្រុសជាច្រើនតាំងពីការធ្វើហ្គេមជីឡានមួយហ្គេមស្លឹកបៀតួប្រុសបានជ្រើសយកផ្លូវដើរខុសគេហើយបានជោគជ័យយ៉ាងល្អតួប្រុសវិញស្ទើរតែមិនជឿព្រោះគេមិនដែលគិតដល់ថ្នាក់ហ្នឹងនោះទេនាងបាននិយាយថាតួប្រុសមិនមែនជាអ្នកបង្កើតហ្គេមធម្មតានោះទេគឺជាវិចិត្រករអ្វីដែលតួប្រុសបង្កើតចេញមកគឺជាសិល្បៈរបស់ហ្គេមលោកចៅដឹងថាបើមិនមានអ្វីល្អដើម្បីនិយាយវិញនោះទេប្រកាសជាត្រូវគេមើលងាយទោះជាត្រូវនិយាយកុហកធ្វើយ៉ាងណាក៏ត្រូវតែលយជាងក្រុមរបស់តួប្រុសដែរ